សូមស្វាគមន៍មកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះចែករំលែកនៅចំណេះដឹងសំខាន់ចម្លើយជាក់ស្ដែងចំពោះបញ្ហាជួបប្រទះក្នុងជីវិតរស់នៅប្រចាំថ្ងៃបទពិសោធន៍ពិតដែលនិយាយអំពីជីវិតរបស់យើងសពថ្ងៃការតស៊ូផ្ទាល់ខ្លួនបញ្ហាប្រឈមនៅក្នុងគ្រួសារព្រះជាម្ចាស់នៅតែធ្វើការក្នុងជីវិតប្រចាំថ្ងៃរបស់យើងផ្ដល់ក្តីសង្ឃឹមនិងទិសដៅសូមគោរពនឹងជម្រាបសួរប្រិយមិត្តទាំងអស់របស់វិទ្យុគ្រួសារសូមស្វាគមន៍សាជាថ្មីមកកាន់កម្មវិធីចម្លើយសម្រាប់ថ្ងៃនេះកម្មវិធីចម្លើយសម្រាប់ថ្ងៃនេះគឺជាកម្មវិធីខ្លីមួយដែលអាចជួយឲ្យជីវិតរបស់លោកអ្នកកាន់តែប្រសើរឡើងប្រធានបទយើងថ្ងៃនេះនិយាយអំពីរបៀបដោះស្រាយនឹងការក្បត់នៅកម្មវិធីមុនយើងបានមើលពីផលប៉ះពាល់ចេញពីការក្បត់មិនថាយើងជឿឬក៏យើងខ្លាំងបែបណានោះទេការក្បត់នៅតែបង្កការឈឺចាប់បើស្របតាមវចនានុក្រម Merriam-Webster ការក្បត់រួមមានជាទង្វើជាច្រើនដូចជាការបំពានសេចក្តីទុកចិត្តឬទំនុកចិត្តរបស់គេឬការបំពានបទដ្ឋានសីលធម៌ហើយវាក៏រួមបញ្ចូលការលាតត្រដាងរឿងលាក់កំបាំងឬការសម្ងាត់កត្តាបង្កឲ្យមានការក្បត់មានភាពខុសៗគ្នាជាច្រើនរួមមានភាពអាត្មានិយមភាពលោភលន់ជំនឿជឿថាយើងមិនបាច់អនុវត្តតាមច្បាប់ភាពអសន្តិសុខភាពច្រណែនការខ្លាចបាត់បង់ផលវិបាកពីអកប្បកិរិយារបស់ខ្លួននិងការមិនខ្វល់ពីអ្នកដទៃឡើយមិនថាយើងជាអ្នកត្រូវគេក្បត់ឬជាអ្នកដែលក្បត់គេនោះឡើយយើងនឹងត្រូវរងទុក្ខហើយយើងចង់បានទិសដៅមួយអំពីរបៀបដោះស្រាយនឹងផលប៉ះពាល់ខាងអារម្មណ៍បើទោះបីជាគេអាចមកសុំការអត់ទោសពីការក្បត់របស់ខ្លួនក៏ដោយក៏យើងពិបាកនឹងលើកលែងហើយបោះជំហានទៅមុខទៀតដែរដូច្នេះដើម្បីខ្លួនយើងក៏ដូចជាអ្នកដែលក្បត់យើងត្រូវតែអត់ទោសឲ្យគេការមិនអត់ទោសមានតែធ្វើឲ្យយើងពិបាកវេទនាតែប៉ុណ្ណោះនៅពេលដែលយើងអត់ទោសអារម្មណ៍អវិជ្ជមានទាំងនោះលែងគ្រប់គ្រងយើងបានទៀតហើយដោយព្រះគម្ពីរបានប្រាប់យើងថាត្បិតបើអ្នករាល់គ្នាអត់ទោសចំពោះអំពើរំលងដែលមនុស្សបានប្រព្រឹត្តនឹងអ្នកព្រះវរបិតារបស់អ្នកដែលទ្រង់គង់នៅស្ថានសួគ៌ទ្រង់ក៏នឹងអត់ទោសឲ្យអ្នករាល់គ្នាដែរប៉ុន្តែបើអ្នករាល់គ្នាមិនអត់ទោសឲ្យគេទេព្រះវរបិតារបស់អ្នកទ្រង់ក៏មិនអត់ទោសចំពោះអំពើរំលងឲ្យអ្នករាល់គ្នាដែរម៉ាថាយជំពូក6ខ14ដល់ខ15កម្រិតដែលយើងត្រូវបន្តទំនាក់ទំនងចាស់ទៀតនោះគឺអាស្រ័យលើយើងទេយើងអាចជ្រើសរើសអត់ទោសហើយបន្តដំណើរទៅមុខដោយគ្មានទំនាក់ទំនងចាស់ហើយយើងក៏អាចអត់ទោសហើយបន្ធូរបន្ថយរាប់អានគ្នាឡើងវិញអត់ទោសហើយស្វាគមន៍បុគ្គលនោះយ៉ាងពេញទំហឹងឲ្យចូលក្នុងជីវិតយើងឡើងវិញយើងត្រូវបោះចោលអតីតកាលទោះបីយើងទួញសោកចំពោះការបាត់បង់សេចក្តីទុកចិត្តរបស់យើងដោយមានអារម្មណ៍តក់ស្លុតការបដិសេធកំហឹងនិងអស់សង្ឃឹមក៏ដោយក៏យើងមិនចង់បន្តឲ្យមានអារម្មណ៍ទាំងនោះរហូតដែរនៅទីបំផុតយើងត្រូវបោះជំហានទៅមុខទៀតនៅពេលដែលយើងក្បត់មនុស្សដែលស្និទ្ធនឹងយើងជារឿយយើងព្យាយាមគេចវេះចេញពីពួកគេប៉ុន្តែយ៉ាងណាមិញការគេចវេះមិនបានដកភាពពិរុទ្ធចេញឡើយផ្ទុយទៅវិញយើងចង់ធ្វើអ្វីដែលយើងអាចធ្វើបានដើម្បីប៉ះប៉ូវកំហុសដូចជាទទួលស្គាល់និងសូមអភ័យទោសចំពោះទង្វើរបស់យើងប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីចង់ធ្វើអ្វីគ្រប់យ៉ាងដែលយើងអាចធ្វើបានដើម្បីប៉ះប៉ូវកំហុសសួរនាំអំពីអ្វីដែលគេត្រូវការពីយើងដើម្បីត្រូវរើគ្នាវិញពួកគេអាចអត់ទោសឲ្យយើងនិងទទួលយកការកែតម្រូវរបស់យើងឬមួយពួកគេអាចនឹងបដិសេធយើងនឹងអ្វីគ្រប់យ៉ាងដែលយើងនិយាយឬធ្វើពួកគេមានប្រតិកម្មបែបណានោះមិនមែនជាការទទួលខុសត្រូវរបស់យើងទេប៉ុន្តែការទទួលខុសត្រូវរបស់យើង
គឺជាការលើកសំណើប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីនៅពេលដែលមនុស្សចិត្តស្និទ្ធនឹងយើងណាបំពេញសេចក្តីទុកចិត្តម្ដងហើយម្ដងទៀតគឺយើងពិបាកជឿគេទៀតណាពិបាកមែនតើទោះបីជាគេទៅនីអះអាងថាការក្បត់ហ្នឹងនឹងមិនកើតឡើងទៀតក៏ដោយប៉ុន្តែចិត្តយើងនេះគឺពិបាកជឿមែនតើក្នុងកលៈទេសៈហ្នឹងពីព្រោះគ្មាននរណាម្នាក់ល្អឥតខ្ចោះនោះឡើយប៉ុន្តែយើងត្រូវតែអនុញ្ញាតឲ្យមនុស្សចូលក្នុងជីវិតយើងហើយរៀនទុកចិត្តគ្នាទៅវិញទៅមកបើមនុស្សដែលធ្វើឲ្យយើងឈឺចាប់ពីអតីតកាលបន្តប្រព្រឹត្តទង្វើអវិជ្ជមានដដែលប្រកបណាស់យើងត្រូវតែបបង់ពួកគេហើយចាប់ផ្ដើមមិត្តភក្តិថ្មីការស្វែងរកទិសដៅរបស់ព្រះគឺជាជំហានដ៏សំខាន់បំផុតមួយដែលអាចធ្វើឲ្យមានការផ្លាស់ប្ដូរបាននៅពេលដែលមានការក្បត់កើតឡើងមិនថាជីវិតនេះពិបាកខ្លាំងបែបណាទេប្រិមិត្តព្រះជាម្ចាស់ពិតជាអាចចាក់បំពេញយើងនៅសេចក្តីសុខសាន្តនិងព្រះវត្តមានរបស់ទ្រង់សម្រាប់យើងគ្រប់គ្នានិងអស់កលជានិច្ចបានព្រះយេស៊ូវមានព្រះបន្ទូលសន្យាដល់អ្នកដែលតាមទ្រង់ថាខ្ញុំទុកសេចក្តីសុខសាន្តឲ្យអ្នករាល់គ្នាគឺខ្ញុំឲ្យសេចក្តីសុខសាន្តរបស់ខ្ញុំដល់អ្នករាល់គ្នាហើយដែលខ្ញុំឲ្យនោះមិនដូចមនុស្សលោកឲ្យទេកុំឲ្យចិត្តអ្នករាល់គ្នាថប់បារម្ភឬភ័យខ្លាចឡើយយូហានជំពូក14ខ27ប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីខ្ញុំសង្ឃឹមជឿជាក់ថាប្រិយមិត្តនឹងបន្តស្ដាប់កម្មវិធីចម្លើយសម្រាប់ជីវិតថ្ងៃនេះជារៀងរាល់ថ្ងៃដើម្បីធ្វើឲ្យជីវិតរបស់លោកអ្នកកាន់តែប្រសើរនៅចុងកម្មវិធីនេះសូមចាំថាព្រះជាម្ចាស់ស្រឡាញ់អ្នកហើយនៅក្បែរអ្នកគ្រប់ពេលវេលាជួបគ្នានៅកម្មវិធីក្រោយតាមពេលវេលានិងម៉ោងដដែល